លោកអានុទីននាយករដ្ឋមន្ត្រីថ្មីថៃបានប្រាប់មេតបភូមិភាគ2ថាលេងឲ្យអស់ចិត្តទៅរឿងព្រំដែនកម្ពុជាថៃស្បៀងអាវុធទុករាជរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទាំងអស់ខណៈមេតបជើងគោកថៃក៏បាននិយាយផងដែរថានឹងវាយកប្រាសាទតាក្របីពីខ្មែរមកកាន់កាប់វិញចឹងហើយបានថានាយករដ្ឋមន្ត្រីថ្មីឡើងមកហាក់បីដូចជាវល់មិនដឹងទេថាផែថងឋានឡើងមករញ៉េរញ៉ៃអានុទីនឡើងមកកាន់តែរញ៉េរញ៉ៃជាងផែថងឋានទៀតណាបងប្អូនយើងចឹងហើយបានថ្នាក់ដឹកនាំរបស់យើងបដិញ្ញាចិត្តត្រូវតែប្តឹងទៅកាន់តុលាការអន្តរជាតិការចរចាទ្វេភាគីជាមួយថៃគ្មានប្រយោជន៍ទេពីព្រោះជាតិសាសន៍មួយនេះនិយាយសាំតាប៉ែយកសាច់ការមិនបានទេប៉ុន្តែខ្មែរចង់ផ្ដាំថាប្រសិនបើអ្នកចង់រំលោភបំពានខ្មែរថ្នាក់ដឹកនាំទាហានប្រជាពលរដ្ឋនឹងបដូរជីវិតការពារទឹកដីមិនឲ្យអ្នកឯងឈ្លានពានសំបីតែ1មីលីម៉ែត្រទេណាភាគីថៃឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង